បាទសូមគោរពនិងជម្រាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់ដែលជាអតិថិជនរបស់គូបតាផាឡារធីប្រចាំនៅខេត្តកំពង់ឆ្នាំងបាទថ្ងៃនេះផងដែរគឺខ្ញុំបាទជាជាងសេវាកម្មប្រចាំនៅហាងគូបតាផាឡារធីប្រចាំនៅខេត្តកំពង់ឆ្នាំងបាទខ្ញុំបាទឈ្មោះកែវធីនហើយគាត់ឈ្មោះតឡាបាទយើងទាំងពីរនាក់ថ្ងៃនេះក៏នឹងធ្វើវីដេអូខ្លីៗសម្រាប់ចែកជូនទៅដល់ពុកម៉ែបងប្អូនដែលគាត់ប្រើប្រាស់ជាមួយនឹង tractor បាទ M60 បាទអញ្ចឹងថ្ងៃនេះគឺយើងមាន tractor ថ្មីមួយគ្រឿងបាទគឺ M60 អញ្ចឹងថ្ងៃនេះផងដែរគឺខ្ញុំបាទនឹងលើកយកអំពីការប្រើប្រាស់ទៅលើលេខ tractor បាទលេខប្រអប់លេខ tractor បាទហើយមុននឹងឈានទៅដល់ការបិទបង្ហាញក៏ខ្ញុំសូមជម្រាបពីទីតាំងរបស់ហាងគូបតាផាឡារីធីយើងខ្ញុំបាទអញ្ចឹងទីតាំងទី1គឺនៅចិត្តវិមានឯករាជ្យបាទពោះពីវិមានឯករាជ្យប្រហែលជា200ម៉ែត្របាទចិត្តផ្លូវចូលបឹងធំបាទអញ្ចឹងទីតាំងទី1គឺនៅទីនោះហើយទីតាំងទី2គឺនៅភូមិទួលកន្លាញ់បាទកន្លែងដែលខ្ញុំបាទកំពុងតែ live វីដេអូបាទអញ្ចឹងពុកម៉ែបងប្អូនឃើញហើយនេះគឺជា tractor ថ្មីបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលត្រូវការជាមួយនឹង tractor បាទ M60 ឬក៏ឧបករណ៍ប្រើប្រាស់ផ្សេងៗគឺយើងមានទាំងអស់បាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលនិយមប្រើប្រាស់បាទជាមួយនឹង tractor Kubota ឬក៏ម៉ាស៊ីនច្រូតបាទពុកម៉ែបងប្អូនបានចូលមើលកុំភ្លេចជួយ like ជួយ share ដើម្បីចែកចាយទៅដល់ពុកម៉ែបងប្អូនដែលគាត់អត់បានទាន់បានប្រើជាមួយនឹង tractor Kubota បាទដើម្បីឲ្យគាត់បានឃើញជាមួយនឹងការនិយាយអំពីការប្រើប្រាស់ទៅលើលេខបាទ tractor M60 បាទអញ្ចឹងពុកម៉ែបងប្អូនប្រហែលជាចង់ដឹងតើលេខ tractor របស់ M60 នេះគឺការប្រើប្រាស់ហ្នឹងគឺដូចម្ដេចបាទអញ្ចឹងបន្តិចទៀតនេះខ្ញុំនឹងជម្រាបទៅដល់ពុកម៉ែបងប្អូនបាទបើសិនជាពុកម៉ែបងប្អូនមានចម្ងល់ពុកម៉ែបងប្អូនអាចcomment នៅក្នុងការ live នឹងបានឬក៏ពុកម៉ែបងប្អូនតាក់ទងទៅតាមលេខទូរស័ព្ទដែលដាក់ក្នុងការ live នឹងផងដែរបាទអញ្ចឹងពុកម៉ែបងប្អូនបាទមកមើលទាំងអស់គ្នាជាមួយនឹង tractor M60 របស់យើងបាទតើការប្រើប្រាស់លេខនេះគឺយើងប្រើបែបម៉េចដើម្បីឲ្យ tractor ពុកម៉ែបងប្អូននោះប្រើប្រាស់ទៅបានយូរបាទมันឆាប់សឹកมันឆាប់ខូចបាទពុកម៉ែបងប្អូនប្រើទៅវាបានយូរវាអត់ងាយជួបជាមួយនឹងបញ្ហាដូចខ្ញុំបាននឹងជម្រាបជូនពុកម៉ែបងប្អូនបាទអញ្ចឹងនេះគឺជា tractor បាទ M60 បាទអញ្ចឹងពុកម៉ែបងប្អូនបាទឃើញហើយ tractor M60 យើងគឺបាទគឺមានការប្រើបាទទៅលើលេខអញ្ចឹងលេខរបស់ tractor របស់យើងនេះគឺមានរហូតដល់8លេខទៅមុខ4លេខថយក្រោយហើយការប្រើប្រាស់នោះគឺខ្ញុំនឹងជម្រាបជូនពុកម៉ែបងប្អូនមួយបាទអញ្ចឹងខ្ញុំឲ្យជាងខ្ញុំឡើងទៅខាងលើបាទហើយពុកម៉ែបងប្អូនបាទទិញ tractor យកទៅប្រើបាទគឺយើងមានការបង្រៀនទៅលើការប្រើប្រាស់ទៅលើ tractor ឬក៏ការណែនាំសម្រាប់ពុកម៉ែបងប្អូនដែលមិនទាន់ចេះប្រើបាទអញ្ចឹងចង់ដឹងថាតើការប្រើប្រាស់បែបណាដើម្បីថែទាំទៅលើប្រអប់លេខកុំឲ្យឆាប់មានបញ្ហាបាទអញ្ចឹងពុកម៉ែបងប្អូនមកទស្សនាមើលទាំងអស់គ្នាបាទអញ្ចឹងនេះគឺជា tractor M60 បាទអញ្ចឹងគឺពុកម៉ែបងប្អូនមុននឹងពេលប្រើប្រាស់បាទអញ្ចឹងគឺយើងធ្វើការបញ្ចូលលេខមែនទេពុកម៉ែបងប្អូនបាទអញ្ចឹងការបញ្ចូលលេខគឺទី1គឺយើងមានចង្កឹះលេខគេហៅថាចង្កឹះលេខចម្បងបាទគឺនៅដៃជាងខ្ញុំគាត់កាន់ហ្នឹងគឺចង្កឹះលេខចម្បងបាទគឺជាចង្កឹះលេខមាន4លេខបាទជាមួយនឹងការប្រើប្រាស់បាទជាប្រភេទលេខដៃបាទហើយមួយទៀតគឺបាទលេខខាងនេះគឺយើងមានរហូតដល់4លេខទៀតគឺបូកជាមួយនឹងលេខអន្សាយបាទពុកម៉ែបងប្អូនឃើញលេខអន្សាយទេបាទឃើញលេខអន្សាយបាទអញ្ចឹងសម្រាប់ tractor នេះគឺ8លេខទៅមុខ4លេខថយក្រោយហើយគឺប្រើលេខដៃអញ្ចឹងពុកម៉ែបងប្អូនមុនពេលដែលធ្វើការបញ្ចូលលេខបាទយើងការពារទៅលើប្រអប់លេខរបស់យើងគឺពុកម៉ែបងប្អូនត្រូវការធ្វើការជន់អង្គប្រយ៉ាបាទនេះគឺឆ្នាំអង្គប្រយ៉ាដែលពុកម៉ែបងប្អូនបាទបានឃើញហើយបាទនេះគឺជាឆ្នាំអង្គប្រយ៉ាអញ្ចឹងពុកម៉ែបងប្អូនបាទធ្វើការបញ្ចូលលេខគឺពុកម៉ែបងប្អូនត្រូវជន់អង្គប្រយ៉ាមុនបាទបន្ទាប់មកហើយបានពុកម៉ែបងប្អូនធ្វើការបញ្ចូលជាមួយនឹងចង្កឹះលេខចម្បងរបស់យើងបាទចង្កឹះលេខចម្បងគឺបាទយើងមាន4លេខនៅក្នុងហ្នឹងគឺមានលេខ1លេខ2លេខ3លេខ4បាទអញ្ចឹងយើងប្រើបែបណាដើម្បីឲ្យប្រអប់លេខរបស់យើងប្រើទៅបាទបានយូរឆ្នាំបាទគឺធន់មិនធ្វើឲ្យមានការរះពីញងអីផ្សេងបាទអញ្ចឹងពុកម៉ែបងប្អូនបាទធ្វើការបញ្ចូលលេខពុកម៉ែបងប្អូនត្រូវការជន់អង្គប្រយ៉ាឲ្យដាច់បាទបន្ទាប់មកបានធ្វើការបាទបញ្ចូលលេខបាទអញ្ចឹងលេខរបស់យើងគឺមានលេខ1លេខ2លេខ3អញ្ចឹងតម្រូវការទៅតាមពុកម៉ែបងប្អូនដែលគាត់ចង់ប្រើបាទប៉ុន្តែសម្រាប់ពុកម៉ែបងប្អូនដែលប្រើ tractor ពេលដែល tractor យើងធ្វើការទៅមុខហើយបាទពុកម៉ែបងប្អូនព្យាយាមដកជើងចេញពីឈ្នាន់អង្គប្រយ៉ាបាទពេលដែល tractor យើងវិលកង់ហើយពុកម៉ែបងប្អូនបាទហាមដាក់ជើងកងបាទលើឈ្នាន់អង្គប្រយ៉ារបស់យើងបាទគឺយើងអាចធ្វើការដកជើងចេញដើម្បីការពារទៅលើបាទឌីស
ត្រាក់ទ័ររបស់យើងទាំងមូលបាទបើសិនជាពុកម៉ែបងប្អូនធ្វើការអមឬក៏ដាក់ជើងគងបាទធ្វើឲ្យប្រព័ន្ធឌីសឬក៏ផ្នែកអង្គប្រយោលរបស់យើងនេះឆាប់មានបញ្ហាបាទហើយមួយទៀតពេលដែលពុកម៉ែបងប្អូនបញ្ចូលលេខបាទជាយាមឲ្យត្រាក់ទ័រយើងធ្វើការឲ្យឈប់សិនបាទបានពុកម៉ែបងប្អូនបាទអាចធ្វើការបដូរលេខទៅមុខថយក្រោយបានបើសិនជាពុកម៉ែបងប្អូនអត់ទាន់ឲ្យត្រាក់ទ័រយើងឈប់ទេពុកម៉ែបងប្អូនធ្វើការបញ្ចូលលេខគឺវានឹងឆាប់មានបញ្ហាបាទគឺនឹងរះបាទគឺនឹងរះជាមួយនឹងប្រព័ន្ធលេខរបស់វាបាទអញ្ចឹងពុកម៉ែបងប្អូនប្រើប្រាស់គឺធ្វើការជន់អង្គប្រយោលដាច់ឲ្យត្រាក់ទ័រយើងឈប់សិនបាទឈប់នៅមួយកន្លែងស្ងៀមសិនបាទយើងអាចធ្វើការបញ្ចូលបាទលេខទៅមុខថយក្រោយខាងនោះបានពុកម៉ែបងប្អូនឃើញបាទនេះបាទជីជាមួយនឹងលេខទៅមុខថយក្រោយនេះបាទអញ្ចឹងពុកម៉ែបងប្អូនព្យាយាមធ្វើម៉េចឲ្យត្រាក់ទ័រយើងឈប់ឲ្យស្ងៀមសិនបាទបានយើងអាចធ្វើការបញ្ចូលលេខទៅមុខថយក្រោយនេះបានបើសិនជាពុកម៉ែបងប្អូនបាទឲ្យត្រាក់ទ័រយើងមិនទាន់ឈប់ទេពុកម៉ែបងប្អូនអាចបញ្ញាប់បញ្ចូលលេខមួយនេះគឺនឹងមានបញ្ហាទៅលើប្រអប់លេខរបស់វាគឺទៅលើតាគៀបផ្ដាំលេខគឺនឹងឆាប់រះហើយគឺយើងឆាប់មានបញ្ហាបាទអញ្ចឹងកុំឲ្យអាការៈនឹងកាត់ឡើងពុកម៉ែបងប្អូនព្យាយាមធ្វើម៉េចឲ្យត្រាក់ទ័រយើងឈប់សិនចាំបញ្ចូលលេខបាទបើសិនជាពុកម៉ែបងប្អូនយើងនៅឲ្យត្រាក់ទ័ររត់ហើយយើងបញ្ចូលលេខគឺប្រអប់លេខយើងឆាប់មានបញ្ហាបាទអញ្ចឹងខ្ញុំនិយាយឲ្យនេះដើម្បីណែនាំបន្ថែមទៅលើពុកម៉ែបងប្អូនដែលគាត់អត់ទាន់ធ្លាប់ប្រើប្រាស់អញ្ចឹងពេលដែលគាត់ប្រើទៅគឺជួបជាមួយនឹងបញ្ហាបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំដូចជាខ្ញុំបានណែនាំប្រាប់ពុកម៉ែបងប្អូនអញ្ចឹងគឺក៏បងប្អូនដែលគាត់ធ្លាប់ប្រើហើយគាត់យល់ហើយតែពុកម៉ែបងប្អូនមួយចំនួនទៀតដែលគាត់អត់ទាន់យល់គាត់អាចមើលរបៀបក្នុងការបញ្ចូលលេខបាទគឺដូចខ្ញុំបានជម្រាបជូនពុកម៉ែបងប្អូនអញ្ចឹងបាទអញ្ចឹងយើងជាយាមថ្មិចឲ្យត្រាក់ទ័រយើងឈប់វិលកង់សិនបាទធ្វើការបញ្ចូលលេខទៅមុខថយក្រោយបានបាទហើយបើសិនជាតាក់ទងនឹងលេខអីផ្សេងទៀតបើសិនជាពុកម៉ែបងប្អូនយើងមានចម្ងល់អាចចូល comment នៅក្នុងការ live វីដេអូនឹងផងដែរបាទហើយសម្រាប់ការធានាបាទទៅលើ tractor របស់យើងសូមបន្ថែមបន្តិចចឹងណាពុកម៉ែបងប្អូនបាទអញ្ចឹងនៅកន្លែងនេះគឺយើងមានប័ណ្ណការធានាជូនទៅលើពុកម៉ែបងប្អូនដែលប្រើប្រាស់ជាមួយនឹង tractor យើងថ្មីបាទគឺរយៈពេល2ឆ្នាំឬក៏2000ម៉ោងបាទសម្រាប់ទៅលើ tractor បាទ M60 របស់យើងបាទ2ឆ្នាំឬក៏2000ម៉ោងអញ្ចឹងក្នុងការធានាហ្នឹងគឺធានាទៅលើសេវាកម្មបាទត្រួតពិនិត្យឬក៏ជួសជុលឲ្យពុកម៉ែបងប្អូនដែលពុកម៉ែបងប្អូនយើងទិញ tractor យកទៅប្រើប្រាស់ហើយបាទអញ្ចឹងយើងនឹងមានជាងសេវាកម្មចុះទៅផ្ដល់សេវាកម្មជូនបាទអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្ណឹងបើសិនជាពុកម៉ែបងប្អូនយើងមានចម្ងល់ឬក៏ចង់សាកសួរបន្ថែមពុកម៉ែបងប្អូនអាចតំណាក់តំណងក្នុងការ comment ដាក់លេខទូរស័ព្ទឬក៏សាកសួរឬក៏ពុកម៉ែបងប្អូនមានចម្ងល់អីផ្សេងទៀតបាទចង់សាកសួរទៅលើ tractor របស់យើងអញ្ចឹងពុកម៉ែបងប្អូនអាចចូល comment បានឬក៏តាក់ទងតាមលេខទូរស័ព្ទក្នុងការ live នឹងក៏បានបាទអញ្ចឹងជាចុងក្រោយខ្ញុំបានមានតែប៉ុណ្ណឹងហើយបើសិនជាខ្ញុំបាននិយាយទៅមានចំណុចណាខ្វះខាតដែលមិនសមរម្យជាមួយពុកម៉ែបងប្អូនដែលបានចូលមើលក៏សូមអធិស្ឋានអស្ចារ្យទោសដល់រូបខ្ញុំពីរនាក់ផងដែរបាទអញ្ចឹងក៏សូមអរគុណសូមជម្រាបលា